มิวมิวពី brand ដែលត្រូវបានគេ bully និងជេរជាខ្លាំងថា design ដូចឈួតចេញមកប្លែកៗដោយក៏អាវកូនក្មេងរៀនថ្នាក់មត្តេយ្យคล้ายទៅជា brand ដែលលក់ដាច់ខ្លាំងបំផុតនៅលើពិភពលោកទៅស្ដាប់ទាំងអស់គ្នាថាតើគាត់ធ្វើដោយរបៀបណាមិវមិវត្រូវបានបង្កើតឡើងដោយ Musia ដែលជាក្មួយបង្កើតរបស់អ្នកដែលកសាង brand ដែលមានឈ្មោះថា Prada ប៉ុន្តែទោះបីជាគាត់ត្រូវបានកើតមកនៅក្នុងក្រុមគ្រួសារអ្នកដែលមានគេលើគំនុំមាសគំនុំប្រាក់ជាទាយាទរបស់អាណាចក្រ brand ដ៏ធំហើយក៏ល្បីល្បាញបំផុតជាជាងការដែលគាត់មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងគាត់បែរជាធុញថប់ហើយក៏តឹងទ្រូងខ្លាំងមែនទែនព្រោះថា fashion នៅចំនួននោះគឺចាំបាច់ណាត្រូវតែមើលទៅថ្លៃថ្នូរហើយស្អាតដូចគ្នាទាំងអស់ហើយមិនអាចចែកដាច់ថាណាជាអ្នកណារហូតធ្វើឲ្យគាត់នឹងធុញខ្លាំងមែនទែនទើបបង្កើត brand មួយដែលមានឈ្មោះថា Miu Miu ដើម្បីគាត់អាចរបាយអារម្មណ៍របស់គាត់ហើយនឹងគំនិតដែលមានដោយមិនចាំបាច់ខ្វល់ពីកេរ្តិ៍ឈ្មោះរបស់វងត្រកូលបោះចោលភាពទាន់សម័យដែលធ្លាប់មានពីមុនហើយមកជ្រើសរើសក្នុងការកសាងអ្វីដែលថ្មីគឺប្រៀបដូចយុវវ័យដែលកំពុងតែឈាមរាវចូលចិត្តសាកចូលចិត្តចង់ដឹងរសជាតិជូរចត់ល្វីងមានទាំងអស់រួមជាមួយនឹងភាពដែល confident ទំនុកចិត្តដែលគ្មានអ្នកណាគេមានដូចហើយគាត់បាន design កៅអៅដែលគ្មាន brand ណាហ៊ានធ្វើសោះហើយនៅពេលដែលគាត់បើកខ្លួនបង្ហាញនៅលើទីផ្សារភ្លាមហ្នឹងហើយធ្វើឲ្យអ្នកវិភាគផ្នែកការច្នៃម៉ូដនាំគ្នាចេញមកជេរគាត់គ្រប់គ្នាdesign ចេញមកឡើងអាក្រក់ fashion ស្អីហ្នឹងមានលុយតែមើលទៅគ្មានរសជាតិហើយក៏គ្មានភាពថ្លៃថ្នូរអ្វីទាំងអស់អញ្ចឹងក៏កើតមកជាអ្នកមានអត់ប្រយោជន៍នឹងគេដែរខ្លួនធ្វើចោះនាងគ្មានថ្ងៃអាចដើរហួសផុតពី Prada បានទេមានពាក្យចែប្រតិចគាត់ច្រើនមែនទែនតែជាជាងការឈប់ការធ្វើគឺគាត់ឆ្លើយតបដោយការបើកម៉ូដថ្មីបែប micro mini skirt គឺជាសម្ពត់ខ្លីបែបខើចលើខើចក្រោមខើចខ្លាំងរហូតដល់អាចមើលទៅឃើញខោក្នុង no see no care ហើយថែមទាំងទៅជួលតារាស្រីលំដាប់ពិភពលោកដែលមានឈ្មោះថា Nicole Kidman មកឲ្យពាក់ហើយឡើងសម្ដែងនៅលើវេទិកាដែលคล้ายទៅជាប្រវត្តិសាស្ត្រប៉ុណ្ណឹងនៅមិនគ្រប់គ្រាន់គឺគាត់នៅតែបន្តធ្វើថែមទៀតហើយការ design ខោក្នុងដើម្បីឲ្យបវរកញ្ញាតារាល្បីៗពិភពលោកដើរនៅតាម subway ដើម្បីប្រកាសឲ្យពិភពលោកដឹងថា Miu Miu មិនមែនគ្រប់គ្នាសុទ្ធតែអាចពាក់បាននោះទេគ្រាន់តែមានលុយតែម្យ៉ាងមិនអាចពាក់ Miu Miu បាននោះទេតែអ្នកត្រូវតែមានទំនុកចិត្តឬហៅថា confident ខ្ពស់លំដាប់ Miu Miu ដូចគ្នាដែលអាចជឿជាក់លើខ្លួនឯងខ្លាំងមិនខ្វល់ពីអ្វីទាំងអស់ហើយភ្លាមដែលរូបភាពទាំងអស់នេះបានក្រចាយពេញ social media គ្រប់គ្នាក៏នាំគ្នាមកជេរ Miu Miu ខ្លាំងជាងមុនទៅទៀតវាចម្លែកពេកហើយប្លែកខុសពីគេខ្លាំងណាស់មើលទៅវា sexy វាធំអលង្ការខ្លាំងពេកហើយអ្នកណាគេទៅឈួតទៅទិញរបស់ទាំងអស់ហ្នឹងមកស្លៀកនោះទោះបីខ្ញុំមានលុយក៏មិនទិញដែរតែទាំងអស់នេះគឺសុទ្ធសឹងតែជាពាក្យដែលគ្រប់គ្នាជេរទៅកាន់ Miu Miu តែគ្រប់គ្នាដឹងឬអត់ថាទាំងអស់នេះគឺជាផែនការដែលគាត់បានរៀបចំទុកតាំងពីដំបូងមកម្លេះ Musia គឺគាត់ដឹងច្បាស់តាំងតែពីអើយមកហើយថាពាក្យជេរពាក្យ bully ពាក្យអាក្រក់វាដើរលឿនខ្លាំងណាស់នៅលើ social media គឺលឿនជាងពាក្យល្អជានិច្ចដូច្នេះហើយទៅគាត់តាំងចិត្តដើម្បីកសាងស្អីដែលប្លែកខុសពីគេរហូតធ្វើឲ្យគ្រប់គ្នាត្រូវតែឈប់ដើម្បីមើលវាសិនកាលណាកាន់តែមានអ្នកជេរកាន់តែមានអ្នក comment កាន់តែមានអ្នកមើលកាន់តែមានចំនួនអ្នកចែករំលែកឬហៅថា share Miu Miu ក៏កាន់តែល្បី brand នឹងកាន់តែទទួលបានស្គាល់ទូទាំងសកលរហូតធ្វើឲ្យមនុស្សស្រីទូទាំងពិភពលោកនាំគ្នា search ស្រាវជ្រាវរកពាក្យថាស្អីគេទៅ Miu Miu ប៉ុន្តែនៅពេលដែលគ្រប់គ្នាបានទៅ search ស្រាវជ្រាវរកពាក្យថា Miu Miu នេះស្រាប់តែចេញមកឃើញថាខ្លួនឯងកំពុងតែជាប់អន្ទាក់ទេតា Miu Miu មិនមែនគ្រាន់តែមានរបស់ដែលចម្លែកខុសគេនោះទេប៉ុន្តែវាមានរបស់ប្រើប្រាស់ដែលល្អហើយក៏ច្នៃប្រឌិតជាងនឹងថែមទៀតដែលអាចប្រើប្រាស់ជាមួយនឹងជីវិតប្រចាំថ្ងៃបានយ៉ាងងាយស្រួលមិនថាជាកាបូបយួរដៃដូចជា Miu Miu Wonder Caddy Bag សូម្បីតែស្បែកជើង ballet fit ដែលអាចធ្វើឲ្យបំបីឯកតកម្មក្នុងការលក់លំដាប់ពិភពលោកហើយថែមទាំងអាចទាញឥទ្ធិពលពី superstar ដ៏ល្បីឈ្មោះលំដាប់អាស៊ីមិនថាជានៅជប៉ុនកូរ៉េឬក៏វៀតណាមដើម្បីមកធ្វើជា brand ambassador ធ្វើឲ្យ Miu Miu អាចរកចំណូលបានរហូតដល់ទៅជាង$1000 លានសហរដ្ឋអាមេរិកคล้ายទៅជា brand ដែលអាចលក់ដាច់បំផុតទូទាំងពិភពលោកឬ the hottest brand in the world ហើយអាចវ៉ា brand ដ៏ល្បីទូទាំងពិភពលោកបាននៅទីបំផុតចំពោះអ្នកដែលមានបំណងចង់អភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើងឲ្យខ្លួនឯងអាចរីកចម្រើនមួយថ្ងៃបន្តិចទោះបីជា 1% តែមួយថ្ងៃសាកសម័យរូបភាពថាអ្នកទាំងអស់គ្នាប្រើប្រាស់ពេលវេលា1ឆ្នាំមាន365ថ្ងៃនោះមានន័យថាអ្នកទាំងអស់គ្នាក៏អាចរីកចម្រើនបានជាងអ្នកដែលនៅជុំវិញខ្លួនរហូតដល់ទៅ365ដងហើយកុំភ្លេចយកសៀវភៅនេះទៅអានទាំងអស់គ្នាផងណាហើយចាប់អារម្មណ៍ content ល្អៗបែបនេះកុំភ្លេច account Money Freedom